tay thay thế này xiêm thay thế đấy thái xiêm tay thay xiêm thay thế này thay những ấy bông ổn cứ bà pan khao sọt tranh sai phở Việt Tha Campuchia nó cứ chào bà can thấy thá chặt thùng bát sả liền không môi gồm khan hay rùm lốp tơ lơ dịch đây thay nô rồi bọc mình nô stiệt rùm lốp tơ lơ sập mình nô ở chào tê phù này anh ban thơ men thấy really violence goes sound to the people who live in Praichan village you did it កាន់ចំខ្លាំង hold that program អត់ចោលទេព្រោះពាក្យចោលអត់បានទេព្រោះអ្នកឯងប៉ັດជាបានចាក់សម្លេងរំខានប៉ាត់មែននាងខ្ញុំទទួលអំណោយពីលោកអគ្គនាយកដួងឆៃតាមរយៈស្ថានីយ៍វិទ្យុ ABC ហើយទទួលបញ្ជាពីអាចារ្យអេកនិកាជាអ្នកចេញយកកាសទៅដាក់ទឹកជាតិបងប្អូនហើយបានទៅសម្ភាសគាត់ផ្ទាល់ទៀតគឺគាត់និយាយថាឡើងកើដបផ្ទះចាឡើងកើដបផ្ទះតែថ្ងៃកនិកាទៅនឹងទេបានវាធ្វើចាក់វីដេអូកុនថៃវិញហើយចាក់ភ្លេងការអីខ្លះអីចឹងទៅហើយផ្ទះបាញ់ហ្នឹងមែនតែបន្ទាប់ពីយប់ហ្នឹងទៅគឺវាចាក់សម្លេងខ្សែលុយចាក់សម្លេងឧទ្ធម្ភាគចាក់សម្លេងអីផ្សេងជាច្រើនទៀតមិនក៏និយាយថាគេចោតប្រកាន់បើអ្នកឯងធ្វើវាមែនហ្នឹងចាហើយគាត់និយាយថាអនុប្រធានប្រសិទ្ធភាពកម្ពុជាចោតប្រកាន់ថៃនៅដំណាក់កាលពិភពលោកតែម្ដងផ្ទុះថាពាក់ព័ន្ធជាមួយនឹងសម្លេងខ្មោចដែលថៃបានធ្វើរំលោភទៅលើសេចក្តីថ្លៃថ្នូរហើយនឹងរំលោភទៅលើសិទ្ធិមនុស្សខ្មែរឡើងប្តឹងដល់ UN ហ្នឹងធ្វើថាខ្មែរចោតយ៉ាងម៉េចបើអ្នកឯងធ្វើមែនហើយឥឡូវហ្នឹងប្រជាពលរដ្ឋថៃហ្នឹងគឺគេនាំគ្នាធ្វើបាតកម្មដើម្បីលុប MOU 4344ហើយចំណែកខាងប្រទេសថៃដដែលនឹងឯងប្រមាណស្តាប់គឺមានគេបង្កើតគណៈកម្មការដែលមានក្រុមទាំងអស់ហ្នឹងគឺ14នាក់បងប្អូនចាដើម្បីសិក្សាថាតើគួររក្សាទុក MOU ហ្នឹងឬក៏មិនគួររក្សាទុកហើយបើទុកទៅវាមានផលប្រយោជន៍អីហើយបើលុបចោលវាមានផលប្រយោជន៍អីចា MOU មួយទាំងមូលចង់លុបចង់គូសចង់វាស្រែកតាមអំពើចិត្តរបស់អ្នកឯងចឹងគិតថាពិភពលោកអត់សម្ដាប់ធ្នាប់ដោយថៃមានបញ្ហាចង់បោចសក់គ្នានៅសភាដោយថៃមែនពិភពលោកគេអត់សម្ដាប់ធ្នាប់ដោយថៃចឹងឯនេះសារព័ត៌មាន The Nation ជាអ្នកចេញផ្សាយបុគ្គលនេះគឺជាអ្នក control ពាក់ព័ន្ធជាមួយនឹងរឿងបង្កើតនៅក្រមចារដ្ឋមន្ត្រីការពារជាតិលោកចិនណតផនណាក់ពីនិកបង្កើតគណៈកម្មាធិការក្រសួងពិសេសដើម្បីសិក្សាពីគុណសម្បត្តិនិងគុណវិបត្តិនៃការថែរក្សាឬបញ្ចប់អនុស្សរណៈយោគយល់គ្នា MOUs ចំនួន2ជាមួយនឹងកម្ពុជាគឺ MOU 43និង MOU 44ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរនឹងក្នុងឆ្នាំ2000ហើយនិងឆ្នាំ2001រៀងៗខ្លួនចាហើយគេបង្កើតហ្នឹងគឺមានក្រុមការងារចំនួន14រូបដើម្បីសិក្សាពីរឿងហ្នឹងក៏គូសលុបស្រែកតាមអំពើចិត្តខ្មែរឬក៏អន្តរជាតិអត់គូសនឹងដៃលុបនឹងជើងដូចថៃទេអត់មានសន្តានចោលដូចថៃទេIf you are afraid of ICJ, it means you are the thief nation that hungry other people land by using fake map or informal map. It 150,000. So please prepare your document. Go to ICJ if you are right nation. Stop making crazy to the world like this. And please ICJ make or take action as soon as possible between the argument between Thailand and Cambodia.និយាយមែនតើណាបងប្អូនខ្ញុំមើលព័ត៌មានថៃរាល់ថ្ងៃគឺតែខ្ញុំទប់ហើយខ្ញុំជឿជាក់ទៅលើរដ្ឋាភិបាលដោយប្រសាសន៍របស់សម្ដេចថាបតីថាយើងមិនអាចយកសង្គ្រាមទៅបញ្ចប់ដោយសង្គ្រាមបានទេហើយចាំពេលគ្រប់យ៉ាងរលូនអស់សម្ដេចនឹងបកស្រាយម្ដងមួយចាក្នុងពេលកំឡុងឥឡូវនេះគឺជាពេលវេលាដែលយើងកំពុងតែត្រូវការស្ងាត់សិនដើម្បីចាប់ភ័ស្តុតាងដែលសៀមកំពុងតែព្យាយាមក្នុងការបំពេញមកលើទឹកដីខ្មែរវាចង់ធ្វើអីធ្វើតែយើងដឹងតែពីថតរូបទុកដើម្បីធ្វើជាភ័ស្តុតាងនិយាយព័ត៌មានរងថ្ងៃមានអ្នកគេ sponsor ទេអញ្ចឹងសូមឲ្យបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលមើលវីដេអូរបស់កណិកាស្រឡាញ់ពេញចិត្តការធ្វើវីដេអូរបស់កណិកាកុំភ្លេចជួយកុំងទិញគ្រប់មុខផលិតផលសុខភាពពីកណិកាផងមិនដើម្បីតែជួយកណិកាគេគឺដើម្បីសុខភាពរបស់បងប្អូនប្រិយមិត្តដូចគ្នាផងដែរចង់បានផលិតផលខ្មែរយើងមាននៅសាប៊ូដុនតែសាប៊ូ ABC នេះបងប្អូនចាតែសាប៊ូដុនតែកណិកាក៏នៅមានស្តុកដែរណាចានេះសាប៊ូនេះស្តុកចាស់កណិកានៅម្ដុំ 6500 ដល់ដុំ 60000 នេះសាប៊ូថ្មីរបស់យើងផលិតនៅសៀមរាបអ្នកស្វ័យដង្គមអ្នកផលិតផ្ទាល់តែម្ដងធំក្លិនល្មៀតធំក្លិនខ្ជាយអូយទៅឈ្ងុយដូចយើងដោះទៅយើងមានអារម្មណ៍ថាយើងដូចនៅសម័យបុរាណអញ្ចឹងហើយដល់នេះធំក្លិនដូងនេះផលិតផលថៃបងប្អូនយើងលៀនឃ្លាំងហើយមាន delay តាមទៅបងប្អូនអត់ជឿអាចមើល delay បានផលិតផលយើងគឺមកតាំងពីមុនពេលមានបញ្ហាជាមួយថៃទៀតអញ្ចឹងយើងត្រូវការលក់ធម្មតាព្រោះនេះអត់មានអីត្រូវលាងទេព្រោះ stock សល់បន្តិច100ឯងបងប្អូនតែបើយើងត្រូវលាង stock មានដូចជាផ្សិតដង្កូវខាងឆៅផ្សិតដង្កូវខាងឆៅរបស់ ABC នេះបងប្អូនអានេះនៅប៊ូតានណាតម្រាំទៅបេះអាស្មៅដង្កូវនឹងមកបានណាវារស់បានល្អមែនតើពេលទឹកជាក់វានៅក្រោមបាតតកហើយវារស់ជាប្រភេទតកូវ
ពេលរដូវក្តៅវាคล้ายទៅជាស្មៅដែលគេទៅបេះវាយកមកទៅវាមានញីមានឈ្មោះហ្នឹង1គីឡូរាប់ពាន់ណាបងប្អូនរាប់ម៉ឺនណាចានៅប៊ូតានអញ្ចឹង ABC យកវាមកផលិតជាផ្សិតដង្កូវថាំងឆៅរបស់ ABC ដែលមានទាំងញីទាំងឈ្មោះក្នុងកំប៉ុងតែមួយកំប៉ុងហ្នឹងតម្លៃពីមុនណា$65ឥឡូវទិញមកកំប៉ុងថែមកំប៉ុង$65បាន2កំប៉ុងហើយបើបងប្អូនយក2ឈុតចា2ឈុតនេះ130ណាចា130នឹងបាន5កំប៉ុងចា$130បាន5កំប៉ុងបងប្អូនដល់លេវាដល់ចា2027ព្រោះដោយសារយើងយកមកស្តុកច្រើនចង្រៃអីពេលវាឈួតឈូកចឹងទៅចឹងយើងលក់លាងឃ្លាំងចោលអស់បងប្អូនយកមកតាំងពីមុនមានបញ្ហាតានីជូន ABC អត់លក់ផ្លូវទេបងប្អូនយើងលក់តែផលិតផលល្អ premium ឯងចាអញ្ចឹងបើបងប្អូនត្រូវការកំងទិញតាក់ទងមកលេខកណិកា017 37 2000ឬក៏មកតូបផ្ទាល់ក៏បានឬក៏ឆាតតាម Telegram តាម page ក៏បានដូចគ្នាផងដែរអរគុណចា